Baជំរាបសួរអ្នកដែលកំពុងតែរៀនភាសាជប៉ុនទាំងអស់គ្នាឥឡូវយើងចូលមកដល់តែនជួរទី4ហើយគឺជួរហៈហ៊ីហ្វុហេហូនៅពេលណាដែលវាថែមតែនតើវានឹងคล้ายទៅជាសំឡេងបែបណាបាទអ្នកទាំងអស់គ្នាដូចដែលខ្ញុំបានធ្លាប់និយាយអញ្ចឹងគឺតែនហ្នឹងកាលណាយើងថែមទៅវាคล้ายទៅជាសំឡេងធំអញ្ចឹងហៈហ៊ីហ្វុហេហូនៅពេលណាដែលថែមតែនទៅជាបាប៊ីប៊ុបេបូគឺជួរ B ហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជាអក្សរសរសេរដៃរបស់ខ្ញុំហ្នឹងហើយគឺវាបែបនេះហ្នឹងហើយជួរហ្នឹងជួរ B ជួរអក្សរបអត់មានដូអីទេគឺដូចគ្នាទាំងអស់តែម្ដងបាប៊ីប៊ុបេបូបាទហើយនេះគឺជាគំនូរអក្សរហាក់គឺធ្លាប់តែមាន3ឆ្នោតបើពេលយើងថែមតែនទៅជា5ឆ្នោតហ៊ីធ្លាប់តែមានតែ1ឆ្នោតយើងថែមតែនទៅជា3ឆ្នោតនេះគឺងាយស្រួលមែនតើអក្សរនេះប៉ុន្តែសំខាន់យើងចាំអាហៈហ៊ីហ្វុហេហូទៅថែមតែតែនទៅដូចអានេះចឹងអក្សរប៊ុចឹងទៅហើយដល់ពេលអានេះថែមតែនទៅជាអក្សរបេចឹងទៅហើយដល់ពេលអក្សរហូថែមតែនទៅជាអក្សរបូចឹងទៅហ្នឹងហើយអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាចាំពាក្យទាំងអស់នេះអរគុណច្រើនស៊ុយគីណែ